សូមជូនរឿងព្រះបាទនេមិរាជព្រះបរមពោធិសត្វជាព្រះនេមិរាជទ្រង់បំពេញនៅអតិដ្ឋានបារមីអតិដ្ឋានបារមីប្រែថាគុណជាតិជាគ្រឿងដល់នៅព្រះនិព្វានគឺអតិដ្ឋាននេះមានសេចក្តីថាការតាំងចិត្តសុខនៅក្នុងកុសលធម៌មានការបរិច្ចាគជាដើមចែកចេញជា3គឺទោះបីបុត្រភរិយារបស់ព្រះអង្គមានទុក្ខលំបាកយ៉ាងណាក្តីក៏ព្រះបរមពោធិសត្វមិនទ្រង់ទម្លាក់កុសលធម៌ដែលសមាទាននោះចោលឡើយសេចក្តីតាំងចិត្តមាំយ៉ាងនេះហៅថាអតិដ្ឋានបារមីមួយទោះបីសេចក្តីទុក្ខលំបាកដល់រាងកាយរបស់ព្រះអង្គយ៉ាងណាក្តីក៏ព្រះបរមពោធិសត្វមិនទ្រង់រើរុះកុសលធម៌ដែលសមាទាននោះចោលឡើយយ៉ាងនេះហៅថាអតិដ្ឋានឧបបារមីមួយទោះបីសេចក្តីលំបាកដល់ជីវិតខ្លួនក្តីក៏ព្រះបរមពោធិសត្វមិនទ្រង់រើរុះកុសលធម៌ដែលបានសមាទាននោះចោលឡើយសេចក្តីតាំងចិត្តមាំយ៉ាងនេះហៅថាអតិដ្ឋានបរមត្ថបារមីមួយបណ្ឌិតគួរពិនិត្យមើលជាដកទាំងឡាយដែលមានធនបាលជាដកជាដើមផងចុះក្នុងទីនេះសូមនាំយកតែនេមិរាជជាដកមួយមកជាតួយ៉ាងដូចតទៅនេះសេចក្តីថាសម័យនោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រថាប់នៅក្នុងអម្ពវនោឈាននៃព្រះបាទមគ្គទេវរាជនគរមិថិលាទ្រង់ត្រាស់ថាមនាលអានន្ទកាលពីដើមតថាគតបានកើតជាព្រះបាទមគ្គទេវរាជសោយរាជសម្បត្តិនៅក្នុងនគរនេះគ្រាន់តែមានព្រះពុទ្ធតម្រាស់ប៉ុណ្ណេះហើយព្រះអង្គទ្រង់គង់នៅស្ងៀមលុះព្រះអានន្ទក្រាបទូលសូមរតនាទើបទ្រង់ត្រាស់តទៅទៀតថាអតីតេភិក្ខវេវិទេហរដ្ឋេមិថិលានគរេមគ្គទេវោនាមរាជារច្ចាំងការេសិមនាលភិក្ខុទាំងឡាយក្នុងការកន្លងទៅហើយមានព្រះមហាក្សត្រាធិរាជមួយព្រះអង្គទ្រង់ព្រះនាមមគ្គទេពសោយរាជនៅក្នុងក្រុងមិថិលាដែនវិទេហៈព្រះអង្គជាឧបរាជអស់ 24,000 ឆ្នាំសោយរាជអស់ 48,000 ឆ្នាំទ្រង់ប្រកបដោយកាមសុខបរិបូរណ៍អស់កាលយូរអង្វែងទ្រង់តែងចំណាយព្រះរាជទ្រព្យបរិច្ចាគព្រះរាជទានរក្សាសិលចម្រើនមេត្តាភាវនាជាប់ជានិច្ចមិនដែលដាច់ម្យ៉ាងទៀតព្រះរាជាទ្រង់បានផ្ដាំនឹងនាយខ្មាន់ប្រកាសថាបើកាលណាឃើញសក់ស្កូវតែមួយសរសៃត្រូវថ្វាយដំណឹងឲ្យទ្រង់បានជ្រាបព្រះអង្គនឹងចេញទៅសាងព្រះភ្នោះនៅក្នុងកាលនេះពុំខានលុះចំណេកាលខាងក្រោយមកកប្បៈបានឃើញព្រះកេសាស្កូវមួយសរសៃក៏យកសន្ទះមាសមកដកថ្វាយព្រះរាជាទ្រង់ទតយល់ព្រះកេសាស្កូវដូច្នោះហើយព្រះអង្គបានបរិជ្ជទានសុខសួយឲ្យកប្បៈគ្រាន់ចិញ្ចឹមជីវិតហើយទ្រង់ប្រជុំនិមឺនសពមុខមន្ត្រីលើករាជសម្បត្តិផ្ទេរបរិជ្ជទានដល់ព្រះរាជបុត្រគ្រងរាជសម្បត្តិស្នងព្រះអង្គទ្រង់ទូន្មានថាពេយៈបុត្រកៈណែពេយៈបុត្រឥឡូវនេះឪពុកមានស្កូវមួយសរសៃហើយមិនយូរប៉ុន្មានទេសេចក្តីស្លាប់នឹងជុលមករុករៀនទន្ទ្រានយកជីវិតសង្ខារទុកជាយ៉ាងណាក៏ខ្វាត់ខាំងរារាំងមិនឲ្យចាស់ឈឺស្លាប់បានឡើយដូច្នេះបាអើយបើបាសោយរាជសម្បត្តិយូរទៅឃើញសក់ស្កូវត្រូវបាឯងចេញទៅសាងបព្វជិកំខានណាទ្រង់ក៏បានអភិសេកព្រះរាជបុត្រឲ្យសោយរាជព្រះរាជាក៏ចេញទៅសាងបព្វជិជាតបោះឥសីចម្រើនចតុព្រហ្មវិហារអស់ 24,000 ឆ្នាំបានសម្រេចសមាបត្តិ 8និងឈានអភិញ្ញាជាលោកីទើបសោយទីវង្គតរលត់សង្ខារបានទៅកើតនៅក្នុងព្រហ្មលោកនីនៅក្នុងកំណត់ប្រជញ្ញ 96,000 ឆ្នាំរាជបុត្រតបេសៈទេនេវៈឧបាយេនៈបព្វជិតវាព្រហ្មលោកបរានីយៈអហោសិក៏ឯបរិជ្ជបុត្រដែលសោយរាជសម្បត្តិតប្រពៃណីមកតែងចេញទៅសាងប្រភ្នោះតាមក្រសែនោះហូហែមក 84,000 ព្រះអង្គលុះទីបង្គត់ហើយតែងបានទៅកើតនៅក្នុងព្រហ្មលោកទាំងអស់តមកខាងក្រោយស្ដេចពីព្រះអង្គបានរាជសម្បត្តិហើយមិនប្រព្រឹត្តតាមប្រពៃណីធ្វើតាមគន្លងប្រពៃណីនោះក៏ដាច់សូន្យទៅកាលនោះព្រះបាទមគ្គទេពមហាព្រហ្មរំពឹងពិចារណាមើលឃើញហេតុនោះហើយក៏ត្រេះរិះថាបើអាត្មាអញមិនចុះមកតម្រង់ទេប្រពៃណីនេះនឹងសាបសូន្យពំលែងឡើយទើបចិត្តចុះចាកព្រហ្មលោកមកចាប់បដិសន្ធិនៅក្នុងផ្ទៃនៃអគ្គមហេសីព្រះមហាក្សត្រនៅក្នុងនគរមិថិលានេះលុះគ្រប់ទសមាហើយក៏ប្រសូតមកព្រះមហាក្សត្រថ្វាយព្រះនាមថានេមិរាជកុមារព្រោះពួកព្រាហ្មណ៍បរហិតទាយនិមិត្តថាព្រះរាជកុមារតពីនេះទៅនឹងវិលមកតវងវិញដដែល
ព្រះនេមិរាជតាំងពីនៅជាកុមារនៅឡើយរមែងមានប្រតិត្រេកអរនៅក្នុងការឲ្យទានរក្សាសិល5និងឧបោសថកម្មមិនដែលដាច់ឡើយព្រះវរបិតាលុះមានប្រកេសាស្កូវហើយក៏អភិសេកព្រះនេមិរាជបរមពោធិសត្វឲ្យសោយរាជហើយព្រះរាជាទ្រង់ចេញសាងប្រភ្នោះជាឥសីខំចម្រើនសមណធម៌ដល់រាប់ដល់បានសម្រេចឈានអភិញ្ញាជាលោកីលុះសោយទីបង្គត់ហើយក៏បានទៅឧបដឹកឡើងនៅក្នុងព្រហ្មលោកនេះឯព្រះបាទនេមិរាជបរមពោធិសត្វទ្រង់មានព្រះរាជសទ្ធាចំណាយព្រះរាជទ្រព្យបរិជ្ជទានដល់ស្មោមយាចកអ្នកកំសត់ទូរគតនិងសមណៈជីព្រាមព្រឹទ្ធាចារ្យបានសាងសាលា5គឺជិតទ្វារព្រះបរមរាជវាំង4នៅក្នុងព្រះរាជដំណាក់1ក្នុងសាលាមួយទ្រង់ចំណាយ100,000កហបណៈរាល់ថ្ងៃហើយទ្រង់តែងទេសនាទូមានព្រានបដៅមហាជនឲ្យប្រព្រឹត្តសុចរិតត្រឹមត្រូវដែលជាផ្លូវទៅកាន់ឋានសួគ៌ទ្រង់ចង្អុលបង្ហាញទុច្ចរិតមិនឲ្យប្រជាជនប្រព្រឹត្តព្រោះជាផ្លូវទៅសោយទុក្ខនៅក្នុងអបាយភូមិម្ល៉េះហើយបុគ្គលដែលទទួលបានប្រព្រឹត្តតាមព្រះអង្គទាំងប្រមាណតែស្លាប់ទៅហើយតែងបានទៅកើតនៅក្នុងឯឋានសួគ៌ទាំងអស់ទេវតាទេវបុត្រទាំងនោះតែងនាំគ្នាប្រជុំនឹកគុណសរសើរបញ្ញាបារមីព្រះនេមិរាជបរមពោធិសត្វរាល់ពេលវេលាពុំដែលខានរាត្រីមួយព្រះអង្គទ្រង់ព្រះវិតកៈយ៉ាងនេះថាមានផលអ្វីណោប្រសើរជាងទានសិលភាវនាដែលអាត្មាអញធ្វើជាងសប្ថ្ងៃនេះទៀតលុះទ្រង់បរិវិតកៈប៉ុណ្ណេះក៏ទ្រង់ផ្ទុំលក់ស្កប់ស្កល់ទៅសម្ដេចព្រះអមរិន្ទ្រាធិរាជកោសីបានជ្រាបព្រះវិតកៈនោះដល់រាត្រីមជ្ឈិមយាមក៏ហោះមកថ្លែងប្រធរវិសេសទេសនាដោះស្រាយថាអានិសង្ឃភ្នោះមានផល្លាអានិសង្ឃប្រសើរជាងផលទានទាំងអស់នេះទៀតទើបព្រះឥន្ទនាំរឿងរ៉ាវរបស់តបោះឥសីមួយអង្គនិងតបោះឥសី10000អង្គនៅលើភ្នំមាសទៀបស្ទឹងសីទាមហានទីមានសេចក្តីថាកាលខ្ញុំនៅជាស្ដេចពីរាណសីបានទៅធ្វើកិច្ចបម្រើឥសីទាំងនោះដែលសុទ្ធតែបានសម្រេចឈានអភិញ្ញានិងសមាបត្តិ8រលឹកជាតិបាន80កាប់ហោះជៀនទៅតាមអាកាសបានគ្រប់ព្រះអង្គឥសីទាំងនោះលុះទម្លាយសង្ឃាហើយបានទៅកើតនៅក្នុងឋានព្រហ្មលោកទាំងអស់ឯខ្ញុំជាស្ដេចពីរាណសីមិនបានបួសទេគ្រាន់តែជ្រះថ្លាធ្វើទានដល់តបោះទាំងនោះប៉ុណ្ណោះលុះទីវង្គតហើយក៏បានទៅសោយទិព្វសម្បត្តិនៅក្នុងឋានតាវតឹងទេវលោកនេះបបិទ្ធមហារាជសូមព្រះអង្គទ្រង់ជ្រាបចុះឥតមានផល្លាអានិសង្ឃឯណាដែលស្មើនឹងបព្វជិនេះឡើយសម្ដេចព្រះឥន្ទ្រាធិរាជកោសីពន្យល់សេចក្តីតែប៉ុណ្ណេះក៏បាត់ប្រកាយទៅព្រះបរមពោធិសត្វទ្រង់ព្រះសម្ដាប់ហើយក៏ពេញព្រះរាជហឫទ័យថាពិតមែនបើដូច្នេះគួរតែអាត្មាអញនឹងចេញបួសទើបប្រសើរជាងកាលបើសកទេវរាជបានហោះទៅកាន់ឋានត្រៃត្រឹងហើយពួកស្រីទេពអសរបវរកញ្ញាទាំង11000មកគាល់ក្រាបបង្គំទូសួរថាសូមទ្រង់ព្រះមេត្តាប្រោសអំបញ្ញមិញព្រះអង្គស្ដេចយាងទៅណាសកទេវរាជក៏ប្រាប់តាមដំណើររឿងទើបទេវតាទាំងអស់គ្នាអង្វរសូមឲ្យព្រះឥន្ទ្រាធិរាជទៅនាំយកព្រះបាទនេមិរាជមកឲ្យយើងឃើញគ្រប់គ្នាផងព្រះរាជានោះជាគ្រូយើងខ្ញុំព្រះអង្គទាំងអស់គ្នាសូមព្រះអង្គស្ដេចទៅនាំយកមកកាន់ឋានតាវតឹងឥឡូវនេះសូមព្រះរាជទានសម្ដេចអមរិន្ទ្រាធិរាជក៏បានចាត់មេតិលីទេវបុត្រឲ្យធ្វើប្រដាប់វិជ្ជយន្តរត់ទឹមដោយសេះសន្ធប់ដល់ជាទឹកបោហោះមកអញ្ជើញព្រះបាទនេមិរាជបរមពោធិសត្វឲ្យស្ដេចឡើងទៅកាន់ឋានសួគ៌តាមបំណងរបស់ទេវតាទាំងនោះឯព្រះបាទនេមិរាជបរមពោធិសត្វលុះទ្រង់ព្រះសម្ដាប់ហើយក៏ឲ្យគោះគងទូងភីរីប្រជុំអស់មុខមន្ត្រីមកជុំគ្នាហើយទ្រង់ប្រទានឱវាទឲ្យនាំគ្នារក្សានគរឲ្យល្អព្រោះព្រះអង្គត្រូវទៅឋានសួគ៌រួចហើយក៏យាងគង់លើវិជ្ជយន្តរត់មេតិលីទេវបុត្រជានាយសារថីបទៅតាមអាកាសអណ្ដែតត្រសែតលឿនលយដោយនៅភាល័យលុះដល់ផ្លូវបែកជាពីរមេតិលីក្រាបទូលថាបបិទ្ធព្រះសមត្ថទេពរីផ្លូវទាំងពីរនេះផ្លូវមួយទៅកាន់ឋាននរកផ្លូវមួយទៀតទៅកាន់ឋានសួគ៌តើព្រះអង្គទ្រង់សពរាជហឫទ័យទៅផ្លូវមួយណាមុនព្រះអង្គទ្រង់ត្រាស់តបថាទៅកាន់ឋាននរកសិនចុះមេតិលីក៏បរទៅកាន់ឋាននរកភ្លាមដើម្បីឲ្យព្រះអង្គបានទតឃើញនរកធំទាំង8រណ្ដៅដែលមានបរិវារ56ដូចគ្នាទ្រង់ទតឃើញសត្វដែលសោយទុក្ខវេទនានៅក្នុងនរកលំបាកក្រៃលែងរកទីបំផុតគ្មានព្រះអង្គក៏ទ្រង់ព្រួយព្រះរាជហឫទ័យភ័យញ័រអស់អង្គប្រាណទើបព្រះអង្គត្រាស់សួរបុព្វកម្មរបស់សត្វនរកទាំងអស់នោះឲ្យមេតិលីទេវបុត្រអធិប្បាយថ្វាយ
លុះទ្រង់ព្រះសម្ដាប់ពាក្យមេតិលីទេវបុត្រហើយក៏មានព្រះហឫទ័យភ័យញ័រតក់ស្លុតខ្លាចបាបយ៉ាងក្រៃលែងនៅវេលាដែលព្រះអង្គកំពុងតែភ័យស្រាប់តែព្រះឥន្ទ្រាធិរាជប្រើជវនៈទេវបុត្រឲ្យជាប្រញាប់ព្រោះទេពធីតានៅត្រៀបត្រាចាំយូរណាស់ហើយមេតិលីទេវបុត្រក៏បំបែវិជ្ជយន្តរត់ឡើងទៅកាន់ឋានសួគ៌វិញព្រះអង្គបានទតឋានវិមានទឹករបស់ពួកទេវបុត្រទេវធីតាល្អអស្ចារ្យផ្សេងទ្រង់មានព្រះរាជហឫទ័យបិតិសោមនស្សរីករាយសប្បាយហើយត្រាស់សួរមេតិលីទេវបុត្រឲ្យអត្ថាធិប្បាយអំពីផលកម្មរបស់ទេវតាទាំងនោះកាលដែលនៅជាមនុស្សលោកតើបានកសាងកុសលផលបុណ្យដូចម្ដេចខ្លះមេតិលីទេវបុត្រក៏អធិប្បាយអំពីកុសលកម្មផ្សេងមាននានានិសង្ឃជាដើមដែលទេវបុត្រទេវធីតាទាំងនោះបានកសាងមកអំពីបុត្រជាតិទើបបានមកកើតនៅក្នុងឋានវិមានទឹកបែបនេះព្រះបរមពោធិសត្វកំពុងតែរីករាយនឹងឋានវិមានដ៏ប្រសើរអស់កាលយូរប៉ុណ្ណេះក៏សកទេវរាជប្រើជវនៈទេវបុត្រឲ្យចុះមកតាមទៀតសូមស្ដេចទ្រង់ទៅយ៉ាងប្រញាប់ទើបមេតិលីទេវបុត្រនាំទៅដល់ឋានតាវតឹងពិភពព្រះបាទនៃវិរាជបរមពោធិសត្វទ្រង់ទេសនាថ្វាយសកទេវរាជព្រមទាំងទេវបុត្រទេវធីតាទ្រង់ព្រះសម្ដាប់ដោយសេចក្តីជ្រះថ្លាសកទេវរាជព្រមទាំងទេវតាមានសេចក្តីគោរពរាប់អានបូជាឋានតាវតឹងថ្វាយព្រះបរមពោធិសត្វសោយរាជពាក់កណ្ដាលព្រះបាទនៃមេរាជបរមពោធិសត្វសម្ដែងសេចក្តីអរគុណហើយលើកថ្វាយទៅសកទេវរាជវិញដោយទ្រង់ព្រះចិន្តាថាការសោយរាជសម្បត្តិដោយសារបុណ្យអ្នកដតីពុំប្រសើរឡើយទុកដូចជារបស់ខ្ចីគេប៉ុណ្ណោះទើបព្រះអង្គលាត្រឡប់ទៅកាន់ព្រះនគរវិញព្រះឥន្ទ្រាធិរាជក៏ឲ្យមេតិលីទេវបុត្រទឹមវិជ្ជយន្តរត់ជូនមកមិថិលានគរនាមនុស្សលោកឯនេះវិញភ្លាមឯពួកនិមឺនសពមុខមន្ត្រីលុះបានដឹងហើយក៏នាំគ្នាចូលទៅបង្គំគាល់ហើយសួរអំពីដំណើរដែលព្រះអង្គស្ដេចទៅកាន់ឋាននរកនិងឋានសួគ៌អស់រយៈពេល7ថ្ងៃព្រះនេមិរាជបរមពោធិសត្វទ្រង់ថ្លែងមធុវាចាប្រាប់តាមដំណើរដែលព្រះអង្គបានទតឃើញសត្វនរកនិងទេវតានៅក្នុងឋានសួគ៌ហើយទ្រង់ទូមានឲ្យនាំគ្នាធ្វើទានរក្សាសិលចម្រើនមេត្តាភាវនាដើម្បីបានទៅកើតនៅក្នុងឋានសួគ៌ឲ្យខ្លាចអំពើបាបកុំប្រព្រឹត្តឡើយព្រះអង្គគង់នៅជាសុខក្សេមក្សាន្តតរៀងមកដរាបមានព្រះកេសាស្កូវទើបព្រះអង្គបរិជ្ជទានស្រុកសួយមួយដល់នាយកបៈហើយអភិសេកបរិជ្ជបុត្រឲ្យសោយរាជស្នងព្រះអង្គទ្រង់ក៏ចេញទៅសាងព្រះភ្នោះជាតបោះឥសីតាំងប្រតិមមនៅក្នុងពោធិញ្ញាណប្រឹងចម្រើនធម៌ដរាបដល់សម្រេចឈានអភិញ្ញាទាំង5និងសមាបត្តិទាំង8លុះទ្រង់សោយទីវង្គតហើយក៏បានទៅឧបដឹកឡើងនៅក្នុងព្រហ្មលោកដោយខ្សាត់អំពីមុនដូច្នេះរឿងនេះបានគិតដូចទានសិលភាវនាដែលពួកក្រហោះធ្វើហើយមិនធុញទ្រាន់ហើយតាំងចិត្តនឹងធ្វើបុណ្យឯណាដែលវិសេសជាងនេះទៀតពុំមានសម្ដេចព្រះមុនីនាថបរមសាស្តាទ្រង់សម្ដែងនិទាននេះចប់ហើយទ្រង់ប្រជុំជាដកថាមនាលភិក្ខុទាំងឡាយរីមេដាបិតារបស់ព្រះបាទនៃវិរាជបរមពោធិសត្វនៅក្នុងកាលនោះបានមកជាពុទ្ធិមេដាបិតាឥឡូវនេះឯងសកទេវរាជបានមកជាព្រះអនុរុទ្ធថេរមេតិលីទេវបុត្របានមកជាព្រះអនន្តថេរព្រះមហាក្សត្រទាំង 84,000 ព្រះអង្គបានមកជាពុទ្ធបរិស័ទទាំងអស់ឯព្រះបាទនៃវិរាជបានមកជាអង្គតថាគតនឹងឯងរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា